niệm mô lục anh lục thiên nhà mình thon với tu sửa nào bằng lục dạng mình là đấy lúc con chủng phố chủng loại trongการเปรียบเทียบยังเคยบอกคนแหลกหนักบอกโดดเทียนมองสนองโดนี่คือมีจำนวนขอบลายปีโดดเทียนขนาดปักดอกเตยใจเทียนบอกเลิกแหลกหนักคือคืนก่อนมีการรายงานจัดคู่ตลอดเมาส์คือถักปอดมีภาษาขาตาปอดเตยโจรวมไปจิ้มมวยไปจิ้มบรอดไหลนะปอดถักเตยจิ้มโดงไหลนะบะส้มใบตาออดก็ท่าประจำเนี่ยหลักการเลยก็เธอไอ้เอาไปจิ้มบรอดมาอันนั้นคือเฮาท่าจิ้มแหลกหนักบุกกลระบบเมดับนอมมวยให้เบิกเปรียบเติมนึงเมดับนอมกระดาษปักได้ขยมทรอปสกอลโกยปีเวลตลอดโจนงประเทศเชียงมาไปขนามในเมาส์คือขยมจะทับยามานานั่นนะขยมเปรียบเทียบเตอคือทางเกปัจงานจังเราเป็นเมียนโดลาเมียนเกเอาฐานะบนซักคือทางพลิกเอาหานั่นไงให้เชียนซักคือทางแต่เพื่อให้มันตัวเขาเตอรถโปรหรือก็จะโยนลุยลุยอันนี้คือขยมเปรียบเทียบใครนี่ให้จำพวกสมัครเพียบประกอบเป็นขยมเคยในขนมประวัติรูปให้นั่งปฏิเสธประวัติคือทางวัดลบเชียเวอร์จิเมเปลิกได้เกี่ยวทางในกองกำลังมวยสหกรมมาหลบติดให้วัดลบเชียประเทศในกรมพลในนั่งในโรงจักรให้นั่งในสหกรีทงให้เป็นจังชกดอลลาร์นัดชกให้กดส่งกีชกให้กินแล้วแต่ปะตอไอ้กดติดบอสนาไอ้กดถือติดยังบุคคลแหละขณะบุคคลนั้นคือทางยังเคยจะสมัครเพียบให้นังปอติสาวให้นังการดักงานจัดคือขบคล้ายกับปีปูมีดังงอมขณะปักได้ขยมบังสกอลขนมอยากเป็นเจียงมาเพย์ชนำนี้ในขนมปฏิการไปเจียที่ขบนี่จังยมทรงถือการเปรียบเทียบใครปนังจูนบางคนสิบรัตก็โดยที่ลูกชายเนี่ยสำหรับสมุนเฉลี่ยเอาคนงานถอนให้จำได้มวยเตี้ยขยมเมียมาโลกมันจะทีเด็ดทีไปจ่ายจำได้sao thì được bó lục mong sản lượng đô miền là vậy khla hỏi cho chồng nói khla rồi bó lục mong sản lượng đô miền là vậy khla để tôi sản lượng bó lục ta các bạn rất sẵn này xu rất sẵn điên là kia để chỉ cả bỏ sai mình tì là chấm nứt sao thì mình nứt kháng trong cái này chấm điệp chun chia cầm nứt bình cầm nứt lời bạc bình bà dương thì dây thì mũi càng là bằng bạc quạt mình quát cứ miên sẽ đây là hán mình thà sao thà kháng này bà dương nghĩa mơ đã kháng cái mơ tới thà quạt sao chấm nứt nâng té chấm nứt mình sao ấy này đôi tháng ngày mũi nơi riêng tất cả các nơi là cái khang rất tha bị bà cái cho tất cả quạt nơi thà quạt bằng cái bọn ạ bà cùng đôi chỉ quạt trong Hà Nội Hà của rót tới bọc lai tới chứ này các bạn téពេលនោះគេប្រកាសរចាប់ខ្លួនគាត់ណែតែគាត់បានប្រកាសពីសុខាមកវិញប្រាប់ថាគាត់នឹងទៅក៏អត់ខ្លាចការចាប់ខ្លួនហ្នឹងទេហើយប៉ុន្តែមកដល់គេចាប់មែនទទួលគាត់នៅពលានយន្តហោះអីចឹងមែនឃើញទេចឹងយើងងាកមើលអ្នកមួយចំនួនវិភាគបណ្ដោះថាគាត់ខ្សោយតែបើពិនិត្យទៅមិនមែនខ្សោយទេនេះហៅថាក្លាហាននេះហៅថាលះបង់ដើម្បីជាតិខ្ញុំពេញចិត្តកន្លែងហ្នឹងកុំឲ្យថាជាពិសេសយើងឃើញថាគេទិញមិនបានកន្លែងហ្នឹងមែនដូចលោកកឹមសខាគាត់ថាសម្លុកមិនខ្លាចទិញមិនលក់អត់ខ្លាចមែនណាសម្លុកអត់ខ្លាចទេលោកកឹមសខាត្រូវដើរចូលផ្លុកទៅហ្មងឃើញទេមានឯកសារមួយធ្វើអនុប្រធានសភាមុនធ្វើអនុប្រធានសភាហ្នឹងមានមួយឆ្នាំមុននៅដៃខ្ញុំទុកហើយក៏បាច់អ្នកណាគេមកកោះកាត់កោះអង្គការខ្ញុំកុំកោះនៅក្នុងអ៊ីមែលដាក់ដកចេញមកចង់មួយឡានឯកសារមិនដុតមិនអត់ឆែព្រោះអត់ឆែនៅក្នុងអ៊ីមែលខ្ញុំយកទៅទុកក្នុងហ្នឹងទាំងអស់ឯកសារសំខាន់តែចង់ព្រៀបព្រៀនយកមកនេះគេហៅថាมันឆ្លាតទេប៉ុន្តែការពារសមត្ថភាពយកតែពាក្យឆ្លាតទេមិនទៅនិយាយដល់ពាក្យចឹងថាអ៊ូអាទេអត់ហើយចឹងយើងងាកមើលថាអាហ្នឹងជាចំណុចមួយគេថាគាត់ខ្សោយប៉ុន្តែមិនខ្សោយទេក៏មិនមែនថាគាត់ហ៊ានដែរពាក្យហ៊ានមួយម៉ាត់ហ្នឹងវាជន់ភ្លើងក៏ចេះថាដែរតែនេះគេហៅថាក្លាហានពាក្យក្លាហានមានន័យខុសគ្នាហ៊ានមួយហ៊ានវានៅតែបោកពាក្យអាក្រក់វាល្អហ៊ានទៅធ្វើអំពើអាក្រក់ឬហ៊ានធ្វើអំពើល្អប៉ុន្តែក្លាហាននេះគឺថាក្លាហានគេប្រើពាក្យសញ្ជុំន័យសម្រាប់ថាអ្នក
ស្នេហាជាតិអ្នកដែលកងទ័ពការពារពលរដ្ឋភាពទឹកដីអាហ្នឹងមកប្រើពាក្យថាក្លាហានចឹងបានពាក្យដូចឆន្ទៈអីគេយកមកបូកផ្សេងទៀតជាមួយនឹងនាមស័ព្ទផ្សេងអញ្ចឹងខ្ញុំបញ្ជាក់ជូនឆ្លើយថារឿងចំណុចក្លាហានរបស់គាត់នេះគឺធ្វើឲ្យពលរដ្ឋខ្មែរចងចាំនៅការក្លាហានរបស់គាត់មានន័យថាគាត់អត់បានបន្ទិតខុសគាត់មកគាត់ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់មានន័យថាចំណុចនេះគាត់គោរពច្បាប់យ៉ាងម៉េចគាត់ថាគាត់អត់បានខុសរឿងអីក៏គាត់ត្រូវរត់ត្រូវមកប្រឈមមកប៉ុន្តែម្ដងគេដាក់គុកភ្លាមចឹងយើងងាកមិញនៅសំទិញដែរលោកញ៉ាំបន្ថនបានលើកហើយផុតពីកន្លែងសម្លាប់មកចូលឡើងកន្លែងកខ្វក់មួយទៀតអញ្ចឹងខ្ញុំក៏នឹកឃើញដល់រឿងប្រជាពលរដ្ឋតាមតុកកាហ្វេទៅតាមភោជនីយដ្ឋានផ្សេងតាមខេត្តក្រុងអីខ្ញុំដើរច្រើនទៅឃើញនិយាយចំអីចឹងយើងហ៊ាននិយាយចំថាអ្នកនេះអ្នកនោះអញ្ចឹងទៅដូចយើងលើកទស្សនៈនៅក្នុងនៅផ្សាររថយន្តយើងមធ្យុអញ្ចឹងណាប៉ុន្តែដល់ពេលអញ្ចឹងគាត់មកចំនួនកែនេះកុំលឺពេកខ្លាចគេដល់ម្លឹងហេតុអីអញ្ចឹងគេមានវាថាប្រព័ន្ធមជ្ឈការគេប្រព័ន្ធខ្លាំងមួយខ្លាំងអីខ្លាំងខាងកាប់ខាងសម្លាប់ខាងចងដាក់គុកហ្នឹងប្រព័ន្ធវិមជ្ឈការគេក៏ប្រព័ន្ធខ្លាំងដែរគឺប្រព័ន្ធចែកអំណាចពីលើទៅឲ្យមើលអ្នកណាមួយដែលតវ៉ាអ្នកណាមួយដែលមិនសប្បាយចិត្តនឹងអំពើអាក្រក់របស់គេហើយដល់ប្រព័ន្ធសហវិមជ្ឈការវិញគឺវាប្រព័ន្ធខ្សោយសហការខ្សោយណាអញ្ចឹងបើសហការចង់ឲ្យខ្លាំងមួយទៅទៅហ៊ុនពេជ្រទី1ចូលមកដៃគូអាហ្នឹងដែលខ្លាំងហើយណាឲ្យឋានៈឯងធំតិចក៏ប៉ុន្តែអត់ទេឋានៈហ្នឹងក៏បានជាឋានៈទេប៉ុន្តែកិច្ចការជួយដល់ប្រយោជន៍ជាតិអត់ទេអានេះវាប្រៀបបានដល់យើងរឿងហុងកុងរឿងចិនវិញពួកណាចេញពីសាវលីងចេញពីងៅមីណាទៅចូលហ៊ូតាំងគេថាគេឲ្យធ្វើអីធ្វើហ្នឹងហ្នឹងអញ្ចឹងយើងមើលឆ្លើយតបណាខ្លីកុំឲ្យវែងបូបាច់វែងពេកឥឡូវមើលខ្លីថារឿងនេះគឺជាចំណុចខ្លាំងមួយរបស់គាត់ដែលគាត់មិនមានឃើញចំណុចខ្សោយទេព្រោះចំណុចខ្លាំងរបស់គាត់ក្លាហានលះបង់ដើម្បីជាតិមាតុភូមិអាហ្នឹងហើយអ្នកដតីមើលឃើញថាចំណុចខ្សោយហ្នឹងអញ្ចឹងចំណុចហ្នឹងមិនមែនខ្សោយទេហៅថាចំណុចខ្លាំងចំណុចលះបង់ដើម្បីជាតិអញ្ចឹងហើយចំណុចប៉ុណ្ណឹងបាទនេះទស្សនៈរបស់លោកគឺលោកឃើញចំណុចខ្លាំងចំណុចខ្សោយលោកមិនបានឃើញមិនចឹងយើងមិនបានមើលឃើញថាចំណុចណាខ្សោយបើចំណុចណាខ្សោយវាអត់ខ្សោយគាត់ទៅបានទៅធ្វើបាបប្រជាពលរដ្ឋគាត់ទៅយកដីប្រជាពលរដ្ឋឬមួយគាត់ទៅធ្វើអំពើអាក្រក់ណាក្នុងសង្គមអាហ្នឹងហៅចំណុចខ្សោយបាទហើយចំណុចខ្សោយហ្នឹងដូចទីហោថាយើងធ្វើអីមួយក្នុងផ្លូវច្បាប់មួយធ្វើឲ្យគេចាប់ជាប់ហើយមានផុសតាងត្រឹមត្រូវអាហ្នឹងហៅចំណុចខ្សោយប៉ុន្តែរយៈកាលកន្លងមកដូចជាគាត់ស្រែកព្រំដែននៅថ្ងៃរំលឹកអតីតកាលនេះចុះការស្រែកព្រំដែននៅក្នុងចុងឆ្នាំ2005ពេលហ្នឹងអ្នកនៅអង្គការទាំងអស់ចូលសួរសុខទុក្ខគាត់អត់បានទេខ្ញុំទៅសួរសុខទុក្ខដែលពេលគាត់ជាប់ជាមួយនឹងលោករងឈុនពីអ្នកហ្នឹងបាទខ្ញុំអ្នកទៅចូលដល់ហ្នឹងគឺពេលនោះមានក្រុមសារព័ត៌មានអាចទៅជាមួយខ្ញុំបានទៀតចូលខ្ញុំទៅជាផ្លូវការហើយទៅមើលសួរសុខទុក្ខគាត់អាហ្នឹងយើងមើលឃើញថាគាត់ស្រែកហ្នឹងវារឿងព្រំដែនអាហ្នឹងគេចាប់ទៅហើយយើងថាចំណុចខ្សោយមែនទេអាហ្នឹងគឺយើងគាត់ឥឡូវនេះយើងងាកមើលព្រំដែនយើងទៀតឥឡូវមានបញ្ហាទៀតហើយឥឡូវយើងមើលថាផែនទីនៅក្នុងរដ្ឋធម្មនុញ្ញថា1ភាគ1សែនផ្ទៃកន្លា181.035 គីឡូម៉ែត្រកន្លះហើយបើយើងមើលថាហ្នឹងវាថាត្រឹមត្រូវអញ្ចឹងហើយចន្លោះឆ្នាំ1933អីណាមកឡើងមកលើហ្នឹងណាប៉ុន្តែយើងមើលទៅទៀតថាតើឥឡូវពិតប្រកបព្រំដែននៅហ្នឹងអាហ្នឹងរឿងហ្នឹងហើយឥឡូវហ្នឹងបញ្ហាវិទិដ្ឋការការមកច្រើនហើយមកទៀតណាគេថាអត់យួនហ្នឹងមកខ្ញុំចំណាយពេលវេលាទៅឲ្យប្រដាប់ឧបករណ៍ថតវីដេអូមានដែរហើយទៅដល់ហ្នឹងគាត់ថាឃើញហើយកន្លែងណាក៏មានដែរកន្លែងណាថាអត់កន្លែងនេះមិនមែនជាភាសារើអើងទេយើងឃើញថាអាគាត់នេះធ្លាប់ធ្វើចោលមិនចោលលួចចោលប្លន់នេះយកទឹកដីកម្ពុជាក្រមឥឡូវខ្លាចយកមកយកនៅកម្ពុជាកណ្ដាលទៀតអ្នកដែលពិបាកគឺកូនចៅទួតតទៀតនៅក្នុង50ឆ្នាំទៅខាងមុខទៀតដល់100ឆ្នាំមកវាមិននឹងបាត់បង់ព្រោះអានេះបើនិយាយទៅដូចសត្វឆ្លើងចឹងលូនពីក្រោមមកដល់គុលកលៀននៅហ្នឹងមកណាហ្នឹងហើយវិធីសាស្ត្រចឹងលើកនេះមិនរើអើងទេយើងចង់ឲ្យ
đặt ba na cái đó để căn đất lom nó thành bán nó cùng rừng này khang bắt on tàu rồi vậy hơi được bắt sinh chiết tô bởi vì cảm nó ở ba nó rất ngon đặt bay ấy là bay chiết phải cho mình luôn bọc chiết bọc dương mà họ phần nhưng hiện đang lục anh lục thiên nhang bản thòng với đang lục tôi sản mong lục chấm nói sao được bom lục mong sản phẩm đô miền là vậy khác chấm nói khang được bom lục mong sản phẩm đô miền là vậy khác phần một phần kiệt mấy nhưng mà lượt clay đấy chấm nói sao được bom lục mong sản phẩm đô nhưng lượt sao muốn nữa còn kết mưa to luôn nó quát để squat quát chiên một cái năng này nữa cứ quát như dây lươn ấp ban vì hiện chỉ môi nâng cho bạn để cái xe đặt nơi nông này còng nông ấy và chẳng có gì gì rất lươn từ mà nó tí tí chúng nó sao bỏ quán cứ thang còn chặt tục chặt kịp thì nơi bên là cái mang giấy bé thang họ đi hái còn mang tập kia nó đôi quạt lại chặt bọc tiến đôi quạt này đôi này hết còn tục chặt kịp liếm tàu liền và từ liên đời mình toàn ban phương cao vì phiết sáo chiều vô thà ta mình được để mau quạt nắng cứ chia bộ côn để miên của quạt mày ấy mày chẳng có từ biển mà tuy họ chả đánh đôi lô cầm giật khang xong đèn xí mà hao ao từ chui posna ao cụ nè chia từ tay bóc xe nọ ở nhóm pom nhóm chui chia thái ba từ cám lúc mòn non đôi cái thao pung tờ dưới tịch tiên lô cầm giật khang lô bờ đèn xí nó thắt vừa chân tới thế cái bông mương như có tiết mương như có thắt chỉ mình nuôi ấy bạn thư ca thì mua ấy sẽ tao làm chi lan mua kết tới mua cái tốt chất cái gì tớiនេះគឺchiaចំណុចកំសោយមួយរបស់គាត់ខ្ញុំឃើញពីហ្នឹងឯងដែលធំចំពោះផ្សាយផ្សេងទៀតដូចលោកធានទីលោកមានប្រសាសន៍អញ្ចឹងគឺថាមិនមែនហៅថាជាចំណុចខ្សោយអាហ្នឹងទៅជាចំណុចខ្លាំងវិញពីព្រោះមានសច្ចៈមានយុត្តិធម៌មានសេចក្តីក្លាហានចំណុចខ្លាំងរបស់គាត់ដែលខ្ញុំមើលឃើញទី1គឺថាគាត់ស្មោះសរបាទស្មោះសរមានន័យថាគាត់មានប៉ុន្មានគាត់មានចំណេះដឹងអីគាត់ស្រឡាញ់ជាតិប៉ុណ្ណាគាត់ស្រឡាញ់ប្រជាពលរដ្ឋប៉ុណ្ណាគាត់និយាយអញ្ចឹងចេញអស់ពីហ្នឹងគឺជាចំណុចខ្លាំងរបស់មេដឹកនាំដែលនៅក្នុងសង្គមជាតិបើសិនជាមួយពួកម៉ាហ្វយ៉ាគេហៅថាពួកធ្វើពួកខ្មៅអានឹងរឿងផ្សេងប៉ុន្តែនៅក្នុងសង្គមដែលប្រវត្តិរបស់អ្នកដូនតាកម្ពុជានឹងរាប់ម៉ឺនឆ្នាំលានឆ្នាំមកហើយកសាងនគរមហានគរហ្នឹងគឺបែបហ្នឹងគេហៅថាជាបេះដូងរបស់ពូជពងខ្លួនឯងពិតប្រាកដហ្នឹងគឺថាគាត់មានសច្ចៈស្មោះសរហើយចំណុចខ្លាំងរបស់គាត់ទៀតគឺថាគាត់ជួយកិច្ចការងារក្នុងសង្គមដោយអត់មានប្រកាន់ថាអ្នកនំមកសុំថ្នាំដាក់ភ្នែកឬក៏ដងទឹកឬក៏យីវកិច្ចការងាររបស់សង្គមដែលហៅថាជីវភាពប្រជាពលរដ្ឋហ្នឹងគឺគាត់ទៅធ្វើហើយមិនមែនទៅធ្វើនៅប្រជាពីម៉ាស៊ីនត្រជាក់ទៅទេគឺថាចុះទៅលាត់ជើងខោទៅសួរប្រជាពលរដ្ឋហើយទៅនិយាយមួយប្រជាពលរដ្ឋនឹងឲ្យឈ្មោះថាស្មើនឹងខ្ញុំឃើញអសរនៅចលាសិលាចរិតនៅភាសា5ភាសាអង្គរវត្តហ្នឹងបានឆ្លាក់អំពីនៃប្របាទនៃជ័យវរ្ម័នទី7លោកមានប្រសាសន៍ថាមានបន្ទូលថាម៉េចថាទុកសោតរបស់ប្រជាពលរដ្ឋគឺជាទុកសោតរបស់មហាក្សត្រហើយហ្នឹងនៅខ្ញុំទៅរៀនវិទ្យាធិបតេយ្យខ្ញុំធ្លាប់ប្រាប់ទៅគេឯងថានឹងហើយគឺជាខួរឆ្អឹងនៃលទ្ធិប្រជាធិបតេយ្យជាធិបតេយ្យប្រជាពលរដ្ឋជាធំហើយមហាក្សត្រមានបន្ទូលអញ្ចឹងស្មើនឹងលោកទុកប្រជាពលរដ្ឋគឺជាធំហើយលោកមុំសដំដូដែលចំណុចខ្លាំងរបស់គាត់គឺថាឲ្យតែស្នើសុំដងតែមួយក៏ដោយនៅឯណាអត់ទឹកគឺថាចំណាយអស់ប្រហែលក៏ដោយក៏ទៅស៊ូផ្ទាល់ហើយសំភារវាអត់ទឹកមែនទេអីវាមិនគឺថាទៅធ្វើផ្ទាល់ហ្នឹងគឺជាចំណុចខ្លាំងហើយប្រជាពលរដ្ឋគឺថាមិនភ្លេចបុគ្គលប្រភេទបែបអញ្ចឹងទេនឹងដែលជាប្រវត្តិសាស្ត្រដែលគេចារហើយរហូតដល់ប្រជាពលរដ្ឋស្រ័យណែសុំប្រសិទ្ធនាមឲ្យលោកគឺជាវីរៈជនអីហើយខ្ញុំសូមគាំទ្រអាពាក្យនឹងឯងហ្នឹងគឺសិតតែនៅក្នុងវីរៈជនចំណុចខ្លាំងដទៃផ្សេងទៀតគឺថាលោកមានបទពិសោធន៍ជាមួយនឹងសង្គមនៅឯសហគមន៍អឺរ៉ុបដែលយើងហៅថាជាប្រទេសមហាអំណាចធំហើយខាងប៉ូលីសមិនមែនជាប៉ូលីសយាមណែមាត់ទ្វារផ្ទះឲ្យគេទេ
ជាសន្តិសុខជាតិរបស់សហគមន៍អឺរ៉ុបហើយគេធ្វើសម្បត្តិចេញមក director ចឹងហ្មងហើយលោកមុំសំណងដូមិនថាគ្រោះថ្នាក់ប៉ុណ្ណាទេគឺថាទៅចរចាជាមួយពួក mafia គឺលោកទៅបាទហើយលោកហ៊ានទៅអាពួក mafia យើងដឹងហើយអានោះសម្លាប់ដាក់ក្របបែកប៉ុន្តែគាត់ទៅណាក្នុងនាមមេប៉ូលីសមួយគឺថាទៅហើយនៅក្នុងសហគ្រាសក្រុមហ៊ុនវិញគឺថាគាត់ធ្វើជាដូច្នេះខ្ញុំឃើញថាចំណុចខ្លាំងរបស់គាត់ក្នុងការចាត់ចែងក្នុងការគ្រប់គ្រងហើយនឹងសច្ចភាពហើយនឹងភាពនៃក្លាហានរបស់លោកគឺសិតតែជាចំណុចខ្លាំងសម្រាប់ពួកក្រុមវីរៈជនខ្ញុំហៅថាអញ្ចឹងចឹងហើយគឺខ្ញុំធ្វើការប្រៀបធៀបខ្លីប៉ុណ្ណឹងដោយពេលនិងវេលាបាទសូមអរគុណលោកសូមអរគុណខ្ញុំងាកមកលោកបណ្ឌិតអៀងរិទ្ធីវិធីវិញចាចង់ដឹងថាអារម្មណ៍របស់លោកដែលលោកមិនទាន់បានស្គាល់លោកមុំសំណងដូចាដែលមិនទាន់បានស្គាល់លោកមុំសំណងដូតើលោកមានអារម្មណ៍យ៉ាងដូចម្តេចដែរដែលការលោកមិនទាន់បានស្គាល់ដែលបាននិយាយជាមួយលោកមុំសំណងដូហើយដល់បន្ទាប់លោកបានជួបជាមួយលោកមុំសំណងដូតើលោកមានអារម្មណ៍យ៉ាងម៉េចដែរពីមុនដែលលោកមិនទាន់បានស្គាល់អរគុណច្រើនតាមការពិតទៅចំពោះរវាងលោកធានមុំមកដូហើយនឹងខ្ញុំការពិតទៅគឺយើងនិយាយភាពថាមិនតាន់ស្គាល់គ្នាមានអារម្មណ៍យ៉ាងម៉េចនោះចាយើងដំបូងគឺថាគាត់បានបង្កើតនៅមធ្យោបាយសម្បុកមុំនឹងទី1ទី2គាត់បានប្រើពាក្យស្លោកដូចជាលុកទឹកលុកដីលុកត្រីលុកខ្សាយអញ្ចឹងទៅយើងមើលឃើញកន្លែងចំណុចដែលគាត់លើកទៅវាត្រូវអញ្ចឹងយើងក៏ក្នុងអារម្មណ៍របស់ខ្ញុំគឺថាយើងបានមានធ្វើការពិចារណាថាគាត់ដូចជាមានយកចំណុចនេះយកមកដកស្រង់ឲ្យបញ្យលឲ្យកូនខ្មែរបានដឹងបានឮខ្ញុំគិតពីដើមខ្ញុំគិតថាយ៉ាគាត់បើគេហ៊ានគេយកចំណុចហ្នឹងហ៊ានយកមកដាក់តាមរយោទៀតហើយចំណុចព្រឹត្តិការណ៍នោះគឺព្រឹត្តិការណ៍សិតតែកំពុងតែក្តៅកគុកហ្នឹងអញ្ចឹងយើងឃើញថាយើងសុំសរសើរក្នុងហ្នឹងអញ្ចឹងក្រោយមកខ្ញុំកាត់ទៅជួបគាត់នៅឆ្នាំ2001បាទដោយសារការហ៊ានក្លាហានរបស់គាត់លើកយកចំណុចណែខ្សោយរបស់គេដែលចំណុចខូខៅរបស់គេហ្នឹងដូចជាលុកដីលុកត្រីទឹកខ្សាយហ្នឹងគ្មានអីនៅហ្នឹងអញ្ចឹងហើយខ្ញុំទៅជួបគ្នានៅតាំងពីប៉ុស្តិ៍របស់ខ្ញុំមិនទាន់នៅណែបានជួបគ្នានៅកាលហ្នឹងបឹងកេងកងនៅក្នុងការក្បែរលូទឹកស្អុយបាទនៅហ្នឹងខ្ញុំមិនសូវចាំច្បាស់មិនស្គាល់កន្លែងហ្នឹងថាច្បាស់ទេប៉ុន្តែក្បែរនៅគុកទួលស្លែងហ្នឹងហើយយើងខ្លីទៅហ្នឹងអាចទៅជួបគ្នានៅហ្នឹងកាត់រកគ្នាហ្នឹងពីឆ្នាំ2001ឆ្នាំដើមដូចជាពាក់កណ្ដាល2001បាទពេលនោះខ្ញុំបានបង្កើតអង្គការស៊ីនរ៉ូនេះនៅថ្ងៃ1ខែ1ឆ្នាំ2001ទាំងអស់បាទហើយក៏បានណាត់ជួបគ្នាដើម្បីពេលនោះស្វែងរកសារការសហការជាមួយគ្នាដែលសារឆន្ទៈមានដូចគ្នាហើយក៏ស្គាល់គ្នាជាមួយគាត់ហ្នឹងរាប់អានគ្នារហូតដល់បច្ចុប្បន្ននេះបាទហើយបច្ចុប្បន្ននេះហ្នឹងក៏អ្វីដែលគាត់ចាប់ដើមរៀបចំថានឹងមានបង្កើតគណៈបកនយោបាយនេះខ្ញុំក៏គ្រប់គ្រងគាត់ទៀតថាធ្វើពេលនេះឱកាសត្រូវដោយសារដូចលោកឡាញ៉ាមថតបានលើកថាត្រូវហើយព្រោះថាប្រជាពលរដ្ឋខ្មែរកាលមុនគាត់អស់សង្ឃឹមជាមួយគណៈបកហ៊ុនស៊ិនប៉ិចហ្នឹងអស់សង្ឃឹមមែនតើហើយហ៊ុនប៉ិចដំបូងគេដឹងដូចយើងសង្គ្រោះជាតិដំបូងអញ្ចឹងដំបូងសង្គ្រោះជាតិទៅចូលគ្នាដំបូងហ្នឹងទីលើកដំបូងអញ្ចឹងអញ្ចឹងគេដំបូងគេហ៊ុនប៉ិចគេតាមដានមើលអាណត្តិទី2អាណត្តិទី2អញ្ចឹងទៅដូចជាយ៉ាប់ទៅអាណត្តិទី3ក៏កាន់យ៉ាប់អាណត្តិទី4កាន់តែយ៉ាប់អាណត្តិទី5បានគឺយ៉ាប់បានរហមកឃើញហ្នឹងហើយដល់អញ្ចឹងទៅឥឡូវនេះគឺគេកំពុងតែស្ដារក៏ប៉ុន្តែអ្វីដែលខ្ញុំបញ្ជាក់ជូនតិចក្នុងភាពជាគេហៅថានាយការកាត់ leadership ភាពជាអ្នកដឹកនាំយើងអាការដែលរៀនសូត្រនៅសាលាវាបានកំណត់យល់ដឹងមានសិទ្ធិហៅថា certificate ហ្នឹងវិញ្ញាបនបត្រសម្គាល់ចំណេះដឹងរបស់យើងហ្នឹងវាកំណត់ណាហ្នឹងមួយហើយក៏ប៉ុន្តែសំខាន់
ដាក់ដឹកនាំគឺមានអត្តចរិតមួយគឺថាត្រូវតែមានទី1សិលធម៌ល្អទី2ប្រកាន់សច្ចធម៌ម៉ាត់ណាម៉ាត់ហ្នឹងទី3គឺវិចារណញ្ញាណយើងមិនយើងមិនទៅជាអសដល់ពេលនេះមកថាអញ្ចឹងមកនិយាយមកអូខេព្រមព្រៀងគ្នាស្រាប់ដល់នោះឲ្យយោបល់មួយទៀតមកស្រាប់មកខ្សាប់ទៅជាពិសេសក្រុមចំណិតហ្នឹងយើងស្រាប់ថាបោះបង់ចោលនៅអ្វីដែលគេផ្ដល់កំណត់ឲ្យត្រូវផ្លូវត្រូវយើងហើយដល់ពេលគេផ្ដល់ជាទស្សនៈនោះអានឹងរឿងទស្សនៈរបស់មនុស្សរាប់លានអ្នកវាមានទស្សនៈខុសៗនេះក៏ប៉ុន្តែក្នុងនាមអ្នកនយោបាយវាមិនច្រើនទេវាមិនទស្សនៈរាប់លានកើតទេរាប់លានអ្នកខ្លះក៏គ្នាយល់រៀនបានតិចចេះក៏តិចនឹកមិនឃើញដឹងមិនដល់វិចារណាយើងក៏ខ្សោយកំណត់នយោបាយប៉ុណ្ណាហើយដល់ពេលយើងដាក់ដឹកនាំយើងគេផ្ដល់កំណត់យោបល់ទៅយើងដែរបែរជាយើងយកកំណត់យោបល់របស់គេហ្នឹងយកទុកក្បែរជាអាហ្នឹងហើយបើតាគេទី1គេថាគេអន់ចិត្តមួយដែរប៉ុន្តែទី2យើងអន់ចិត្តតែគេនៅតែចូលរួមទេព្រោះថាដើម្បីជាតិប៉ុន្តែយើងចូលរួមលទ្ធផលចុងក្រោយទៅយើងមើលឃើញក្រៅឲ្យវាចែកបុណ្យសក្តិអំណាចគ្នានេះដល់ឥឡូវបច្ចុប្បន្នអញ្ចឹងឥឡូវគេថាប្រទេសកម្ពុជាឥឡូវមិញលើសុំបន្ថែមនេះតិចកុំឲ្យមានអ្នកផ្សេងយកបកស្រាយផ្សេងទៀតគេថាលោកម៉ោងកន្លងដូរទៅធ្វើណាដងទឹកដល់ណាទៅធ្វើឲ្យជារដ្ឋខ្មែរត្រូវការទោះបីគាត់អត់ដោះរាជការក៏គាត់ធ្វើអាហ្នឹងវាជាការលះបង់នៅធនធានគាត់តិចប៉ុណ្ណាតិចគាត់លះបង់តិចហ្នឹងមានន័យថានឹងជាទឹកចិត្តគាត់អស្ចារ្យមួយទៅហើយចាហើយគេថាចុះដល់គេធ្វើស្ពានហោះរៀនហើរាល់ថ្ងៃកុំភ្លេចកម្ពុជាជាពាក់គេរាប់ម៉ឺនលានដុល្លារប៉ាន់សួរ10000រាប់ម៉ឺនលានបើគិតប្រជារដ្ឋខ្មែរវិញមានតែ14លាននេះឯងបូកជាមួយនឹងអន្តោប្រវេសន៍យួនបងដែលមកចូលសជាតិខ្មែរនោះទោះអីចឹងប៉ុន្តែមើល14លានបើយើងនិយាយ14លានដល់14លានដុល្លារវិញបើយកមកធ្វើជាប្រាក់កម្ចីមួយឲ្យប្រជាពលរដ្ឋខ្មែរខ្ចីមិនបាច់យកការប្រាក់វិញមិនបាច់ឲ្យដល់ដាក់កប៉ាល់ក្នុងគ្រួសារបើគ្រួសារ1លានគ្រួសារ1លានទេហើយអាហ្នឹងមិនខ្វះទេហើយមិនបាច់ចាំទៅយកឡាន570របស់អស់លោកនឹងដែលមានម្នាក់3 4គ្រឿងនឹងយកទៅលុបហើយចាំយកមកចែកប្រជាពលរដ្ឋធ្វើប្រាក់កម្ចីក៏មិនបាច់ដែរព្រោះប្រាក់វាច្រើនណាស់ប៉ុន្តែម្នាក់មើលក្នុងលេខមើលកង់នៅធនាគារមានប្រមាណធ្វើមហាចង់ចូលមហាសេដ្ឋីអត់ទេហើយដល់ចេះគេថាអ្នកណាប្រទេសកម្ពុជាថាខ្មែរក្រប្រទេសខ្មែរមិនក្រទេសម្រាប់ថ្នាក់ដឹកនាំរបស់គេកាន់អំណាចអីហ្នឹងវាទ្របធនច្រើនណាក៏ប៉ុន្តែប្រជាពលរដ្ឋខ្មែរពិតប្រាកដគឺក្រណារហូតដល់ភៀសខ្លួនទៅធ្វើខ្ញុំគេនៅស្រុកក្រៅមិនត្រឹមប៉ុណ្ណឹងយើងងាកមើលក្បែរប៉ុស្តិ៍របស់ឃុំហ្នឹងគេគឺជាលើពលករវឹកហាត់ទៅប្រទេសដទៃទៅលើពិភពលោកទៅកូរ៉េទៅថៃហ្នឹងចាអានេះវាជារឿងប៉ះពាល់គេឈ្មោះកិត្តិយសសេចក្តីថ្លៃថ្នូរដូនតាប្រទេសកម្ពុជាសម្បំណាស់ដែលយើងថាពេលនេះត្រូវតែលោកម៉ោងកន្លងដូរបង្កើតគណៈបកនេះគឺថាត្រូវឲ្យស្រង់សេចក្តីទាំងអស់សង្ឃឹមយកខ្មែរដែលជឿលើហ៊ុនប៉ាច់ផងជឿលើសង្គ្រោះជាតិផងគេមិនសង្គ្រោះជាតិដាក់សាងគ្រោះជាតិចាំបានយើងឈប់ថាសង្គ្រោះជាតិយើងប្រើពាក្យថារំដោះជាតិវិញវាល្អរំដោះសេរីភាពប្រជាពលរដ្ឋខ្មែរដែលកំពុងស្ថិតនៅការញាប់ញីសេចក្តីថ្លៃថ្នូរនិងសេរីភាពនិងអយុត្តិធម៌ទូទាំងប្រទេសកម្ពុជាបាទចាអរគុណលោកបណ្ឌិតមកលោកអនុប្រធានញ៉ាំមកថនវិញទស្សនៈរបស់លោកគឺយ៉ាងណាបាទអរគុណចំពោះសំណួរនេះខ្ញុំស្គាល់គាត់ដំបូងឬស្ដាប់សម្ដីរបស់គាត់ទៅគឺថាគាត់និយាយខ្មែរមិនសូវច្បាស់ផងហើយនឹងស្អីមកគឺថានិយាយភ្លាមមកថាចំម៉ែគាត់នេះមិនចេះនិយាយស្អីអញ្ចឹងពាក្យហ្នឹងមកពីណាហើយមិនគួរនិយាយទេពាក្យហ្នឹងដូចជាត្រង់ពេកដូចជាអីពេកបាទអញ្ចឹងដល់ពេលខ្ញុំស្ដាប់ពីចម្ងាយហើយសកម្មភាពផ្សេងទៀតខ្ញុំថាគាត់នេះដូចជាធ្វើការដូចជាក្លាហានដែរហើយអ្នកខ្លះគេថាគាត់និយាយអញ្ចឹងហើយជួនកាលគាត់គាត់ថាម៉េចគាត់នេះធ្វើអញ្ចឹងហ៎ប៉ុន្តែនៅពេលដែលយើងស្ដាប់លើសូរដំបូងនៅពេលដែលយើងអារម្មណ៍របស់ខ្ញុំដល់ពេលចូលមកនិយាយជាមួយនឹងគាត់បានចាប់ដឹងថាសុភាសិតខ្មែរនិយាយមួយថាសម្ដីពិតរែងស្លែងអ្នកដែលនិយាយផ្អែមល្អអើនហើយគេបោកប្រាស់ប៉ុន្តែគាត់គឺស្ដាប់មើលមកផ្លែគឺថាគាត់និយាយត្រង់អញ្ចឹងនិយាយចំភិចមក
cứ thay dương ấy có con gì hay cho bà ở miền tây ấy cứ thay quạt những cứ thay ở rầm bọc những khơi thay đọc về cho mà đi thưa ca một quát về bị phía xa hay quát bị kêu bị bò tên cả là ông cá quát này ấy nó cứ thay quát chỉ mình nuốt sườn mấy sườn cứ thay quát ban đi dây xoắn lại để quát thay ở đắng hay dương ao dùng bóp quát do mà quát đạp thả nó trâu và tới thì do hay thì chơi cái hay quạt miền Việt Nam nào hay prang hao tha dòng tí cứ tha khiêm thọ quạt hao hộp bái thì quạt ăn nè sạch oi khiêm hộp thì và oi khiêm tôi tiền cứ tha quạt thơ đôi chỉ trong tơ luôn này ấy quạt sa mánh và quạt chặt bài ơi dương quạt thơ ấy chẳng đôi khi khiêm vô khơi tha chiêm một nút quạt đại bờ sáp mà phết cứ khơi tha nhẹ mơ bây giờ ngái cứ khơi đã đôi dương nị dây dương thoáng bây hơi nị dây đôi chân bài bà lấy nhờ vào bá và đọc bên trôn mà chết hay thưa cá cứ thà quát chim núi lọ hay tật chật mò sò hay thưa cá này nào ní cái chiều cá là mười không bao nhiêu con lục áp conแล้วពេលវេលាយើងក៏កាន់តែខាតដែរលោកខ្ញុំសូមសូមលោកសង្ខេបងាកមកលោកបណ្ឌិតអ៊ីវិធីវិញនៅសំណួរមួយទៀតគេតែងតែថាអ្នកនយោបាយតែងតែចូលចិត្តភូតផលចុះហេតុអ្វីបានមកលោកទុកចិត្តមកមមសំណងលោកតាមការពិតទៅវាខ្ញុំបញ្ជាក់ជូនចេះរឿងមិញលោកធានណាមថនលើកហើយមនុស្សយើងនិយាយថាគាត់និយាយពាក្យណាខ្លាំងនិយាយពាក្យត្រង់លោកចឹងនិយាយភាសាខ្មែរយើងថាលោកចេញពីបេះដូងរបស់ខ្លួនប៉ុន្តែពាក្យថានយោបាយមួយម៉ាត់ហ្នឹងគឺថាយើងគិតថាវាអ្នកនយោបាយមានការបោកប្រាស់ពួកកុហកហ្នឹងយើងឃើញអតីតកាលក្នុង5មួយម៉ាត់នេះវាគ្រប់បាក់គ្រប់ក្រុមដែលយើងឃើញប៉ុន្តែរៀងងាកមើលទៅលោកមុំឡងដោគាត់ធ្លាប់ធ្វើអតីតកាលមួយចំនួនដែរក៏ប៉ុន្តែអានឹងហៅថាការងារមិនជោគជ័យទៅយើងមកពីគាត់អត់ចេះពូតផលកុហកដូចគេអត់ចេះហាត់ផ្លូវកង់ខ្លាំងអញ្ចឹងវាអត់ជោគជ័យមួយដែរប៉ុន្តែឥឡូវនេះចាប់ដើមទៀតហើយតែយើងចង់និយាយមិនមែនបញ្ចូលគាត់ទេយើងនិយាយថាយើងគ្រប់គ្រងគាត់រួមគ្នាជាមួយគាត់យើងមិនទៅភូតផលអាភូតផលហ្នឹងហើយដែលធ្វើឲ្យប្រទេសជាតិកាន់តែលិចលង់កាន់តែខ្លាំងហើយអ្នកភូតផលដូចគេទេទិញមិនលក់សន្លត់មិនខ្លាចតែគេសន្លត់អត់ខ្លាចទេគេដើរចូលទៅហើយតែទិញអត់លក់ទេគេទៅហ្មងអញ្ចឹងយើងមើលជីវភាពផ្ទះគេនៅណាយើងមិននិយាយទេកុំចង់ថាបរិហាគេមួយអ្នកច្បាប់គឺច្បាស់ណាស់ផ្ទះនៅណាការកស៊ូនៅណាគេច្បាស់ធ្វើពីក្ររហៅដល់មានតែអ្នកដែលមានមិនប្រជាពលរដ្ឋទេខ្លួនឯងដូចជាអាចចំណុចហ្នឹងគេហៅថាអ្នកនយោបាយចូលចិត្តភូតផលតែយើងមិនជាន់ដល់ហ្នឹងទេណែអាហ្នឹងយើងគិតថាព្រោះថាវានៃការចូលរួមថ្ងៃមួយនឹងចូលរួមទាំងខ្ញុំទាំងអនុប្រធានញ៉ាំបន្ថែមជាមួយនឹងលោកប្រធានមកអូពីកិច្ចការងារដែលស្ដារការអស់សង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរជាពិសេសគឺការពារសិទ្ធិសេរីភាពប្រជាពលរដ្ឋខ្មែរយើងហើយនឹងការពារប្រយោជន៍ជាតិប្រយោជន៍រួមរបស់យើងដែលវានឹងវាអបតេតការបាត់បង់ហើយវានឹងបន្តការបាត់បង់ទៀតយើងមិនចង់ឲ្យឃើញព្រឹត្តិការណ៍ដូចកម្ពុជាក្រមដូចចង្កូចប៉ារបស់នៃអ៊ីស្លាមអីចាមទេអញ្ចឹងយើងក៏សូមមកនេះគិតមកសរុបពរដល់បងប្អូនជនរួមជាតិខ្មែរយើងចុងក្រោយដែរថាណែទាំងខ្មែរអ៊ីស្លាមទាំងបងប្អូនជនរួមជាតិខ្មែរយើងទាំងអស់គ្នានឹងគេថាត្រូវតែរួមគ្នាហើយយើងក៏មកឃើញថាគេទៅជួយសរងជួយខោអាវគេជួយអីបងប្អូនឲ្យយើងចាំមើលទៅឲ្យនៅពេលណាដែលគេណាចង់បានស្លឹកឆ្នោតពីយើងគៀកដល់អាណត្តិហើយលោនេះសាទក៏បើកឲ្យធ្វើស្អីអំពើអីក៏ឲ្យប៉ុន្តែចាំមើលថាបានអំណាចហើយថាបាញ់ដូចខ្ជូរអាហ្នឹងវាជារឿងមេរៀនមិនមែនតែម្ដងវាច្រើនដងហើយតាអញ្ចឹងហើយយើងមានអីត្រូវកុំភ្លេចអាឡែងហ្នឹងអញ្ចឹងយើងគិតថានៅចំណុចនេះជាចុងក្រោយគឺថាខ្ញុំសប្បាយចិត្តនៅការដែលរៀបចំកម្មវិធីតុកមូលថ្ងៃនេះដែលមានតម្លៃដើម្បីជម្រាបជូនទាំងការវាយតម្លៃសន្និដ្ឋានទៅលើធ្វើ assessment ទៅលើលោកប្រធានមុំម៉ងដូផងក៏ដូចជាការបញ្ចេញនៅមតិកំណត់ចិត្តកំណត់របស់យើងខ្ញុំទាំងពីរនាក់ទាំងប្រធានទាំងអនុប្រធាននៅក្នុងកម្មវិធីតុកមូលនេះដើម្បីជម្រាបជូនបងប្អូនជនរួមជាតិខ្មែរនិងព្រះធេរៈគ្រប់ព្រះអង្គដែលជាជនជាតិខ្មែរដែរហើយបងប្អូនជនជាតិខ្មែរនៅស្រុកក្រៅឯនេះសមុទ្រនោះបានយល់បានជ្រាបជារឿងក៏ដូចពីបានថាប្រវត្តិសាស្ត្រមួយដែរបាទអរគុណច្រើនចាអរគុណលោកប្រធាន
chỉ trong cài của ở lời màu như càng thật khá chỉ trong cao thêm trong xua lục mình đất rồng trang lục làm lục của thiên ta lục sầm rạch mình châu cả nắp bạc cho mùi lục của thiên mong sẵn ổng đô hai ta lục đi lên vì ông ca là bóng lục nên ngày nào đái ta lục ai cho mà đi chưa bị chia qua rạch bàn អរគុណច្រើនចំពោះការចូលរួមនេះខ្ញុំនៅពេលបានគេថាដឹងថាលោកប្រធានមុំម៉ងដូគាត់នឹងបង្កើតគណៈបកនយោបាយមួយដែលមានឈ្មោះមិនតាន់បានចុះឈ្មោះជាផ្លូវការទេប៉ុន្តែនឹងដាក់ឈ្មោះថាគណៈបកមួយដែលសម្បុកឃុំសង្គមប្រជាធិបតេយ្យហើយខ្ញុំក៏ធ្វើការវិភាគជាមួយនឹងគាត់ជាមួយនឹងលោកអនុធានថាសម្បុកឃុំព្រាបបានប្រជាពលរដ្ឋខ្មែររួមជុំចិត្តហើយសង្គមជាតិតៃរបស់យើងហ្នឹងហើយសង្គមជាតិតៃហ្នឹងយើងរាល់ថ្ងៃរស់ក្នុងសង្គមជាតិតៃហើយដូច្នេះខ្ញុំមិនយូរទេខ្ញុំនឹងធ្វើការលាលែងតំណែងចេញពីប្រធានអង្គការសៀនរ៉ូហ្នឹងហើយនឹងប្រធានគណៈកម្មការសិទ្ធិមនុស្សដែលមាន11អង្គការបូកសៀនរ៉ូផងមាន12ហ្នឹងនឹងលាលែងហើយនឹងមកចូលរួមធ្វើគណៈបកជាមួយនឹងលោកមុំត្រង់ដូននៅថ្ងៃខាងមុខឆាប់នេះបាទចាអរគុណលោកអរគុណសូមសង្ខេបលោកញ៉ាំបន្ថនទស្សនៈរបស់លោកដែលលោកចូលរួមមួយគណៈបកសង្គមសម្បុកឃុំសង្គមប្រជាធិបតេយ្យតើលោកលាលែងពីអង្គការថ្ងៃណាដែរលោកអរគុណច្រើនបាទនៅប្រហែលជាប្រហែលថ្ងៃខាងមុខនេះបាទខ្ញុំនឹងលាលែងជាផ្លូវការនឹងការពីអង្គការហើយជាចុងក្រោយផងដែរក៏សូមអំពាវនាវអ្នកដែលជាធ្លាប់ស្គាល់ខ្ញុំជាមិត្តភ័ក្តិជាបងប្អូនជាសិស្សជាបញ្ញជនអីដែលជាសហការីពីមុនមកយូរហើយ20-30 ឆ្នាំហើយគឺថាបើសិនជាបងប្អូនចង់ធ្វើគណៈបកមួយដែលមានមេដឹកនាំមានចិត្តស្មោះសរហើយត្រង់នឹងជាតិនោះគឺថាពេលវេលានេះគឺជាពេលវេលាសមល្មមហើយជាមួយនឹងលោកប្រធានមុំសំណងដូក្នុងការដែលចុះឈ្មោះធ្វើបកនៅទីនេះដូច្នេះខ្ញុំសូមអំពាវនាវដែរបើសិនជាអញ្ជើញមកគឺជាការល្អខ្ញុំនឹងរួបរวมជាមួយនឹងគាត់នៅក្នុងពេលឆាប់ខាងមុខនេះចាអរគុណលោកណានថនហើយឥឡូវពេលវេលាយើងក៏ដល់ទីបញ្ចប់ដែរមុននឹងបញ្ចប់ខ្ញុំសូមប្រកាសថាគណៈបកសម្បុកឃុំសង្គមប្រជាធិបតេយ្យរបស់លោកប្រធានមុំសំណងដូនជាប្រធាននៅថ្ងៃទី9 ខែ 9 ឆ្នាំ 2015នឹងធ្វើសមាជបកនៅថ្ងៃទី9 ខែ 9 ឆ្នាំ 2015នេះចាជាផ្លូវការប៉ុន្តែនៅទីកន្លែងយើងអត់ទាន់បានជាច្បាស់លាស់ទេពីព្រោះយើងត្រូវធ្វើលិខិតដើម្បីរកកន្លែងដើម្បីធ្វើសមាជបកនៅក្នុងថ្ងៃហ្នឹងហើយនៅទីកន្លែងច្បាស់លាស់ពេលណាខាងវិទ្យុសម្រុកឃុំនឹងផ្សព្វផ្សាយដើម្បីឲ្យបងប្អូនជាពលរដ្ឋបានដឹងទាំងអស់គ្នាចាជំរុំជាតិទាំងអស់ហើយនៅទីបញ្ចប់នេះនាងខ្ញុំហ៊ុនផាណារីដែលជាអ្នកសម្របសម្រួលនិងវាគ្មិនទាំងពីរលោកបណ្ឌិតអៀងលទ្ធីព្រមទាំងអនុប្រធានញ៉ានបន្ថនសូមអរគុណនិងសូមជម្រាបលាចាអរគុណ